ខ្ញុំធ្លាប់ឆ្លងកាត់អារម្មណ៍ភ័យខ្លាចយ៉ាងណាក៏មិនអាចបំភ្លេចបានដែរជីវិតជនភាំងសិតរស់រងទុកអិតឡាយជំរំព្រំដែងខ្មែរលំបាកក្រៃឃ្លាតជាផ្ទះសំបែងឃ្លាតក្រុមគ្រួសារកូនទៅឃ្លាតពីប៉ាប្រពន្ធឃ្លាតប្តីគិតសង្គ្រាមប្រឈមគ្រោះថ្នាក់រស់ដោយការផិតភ័យផោមសងរៀនរាល់ថ្ងៃចុងទៅផ្ទះលើកដៃសំពះបនព្រះរាល់ថ្ងៃសូមលោកប្រណីដែនដីកម្ពុជារួចផុតសង្គ្រាមប្រឈមបាញ់ប្រហាគ្នាសូមឲ្យកម្ពុជាសុខសាន្តសូមឲ្យក្មេងៗបានទៅសាលាបន្តសិក្សារស់នៅប្រក្រតីសូមសន្តិភាពអាចកើតឡើងសាជាថ្មីប្រជាជនប្រស្រីរស់រាតរាយ We are not enemy to peace. We are just ordinary people inside, wishing only for the gun to die. How many times must we run again? How many prayers for the same old pain? Cambodia need peace.ជាផ្ទះសំបែងឃ្លាតក្រុមគ្រួសារកូនទៅឃ្លាតពីប៉ាប្រពន្ធឃ្លាតប្តីគិតសង្គ្រាមប្រឈមគ្រោះថ្នាក់រស់ដោយការផិតភ័យផោមសងរៀនរាល់ថ្ងៃចុងទៅផ្ទះលើកដៃសំពះបនព្រះរាល់ថ្ងៃសូមលោកប្រណីដែនដីកម្ពុជារួចផុតសង្គ្រាមប្រឈមបាញ់ប្រហាគ្នាសូមឲ្យកម្ពុជាសុខសាន្តសូមឲ្យក្មេងៗបានទៅសាលាបន្តសិក្សារស់នៅប្រក្រតីសូមសន្តិភាពអាចកើតឡើងសាជាថ្មីប្រជាជនប្រស្រីរស់រាតរាយលើកដៃសំពះបនព្រះរាល់ថ្ងៃសូមលោកប្រណីដែនដីកម្ពុជារួចផុតសង្គ្រាមប្រឈមបាញ់ប្រហាគ្នាសូមឲ្យកម្ពុជាសុខសាន្តសូមឲ្យក្មេងៗ
សិក្សារួមនឹងប្រក្រតីសូមសន្តិភាពអាចកើតឡើងសាជាថ្មីប្រជាជនប្រុសស្រីរស់រីករាយ Even when the world won't hear, we won't bow, we won't disappear. One day this border will breathe again. One day the children will smile without pain.